ตะเลงแต่ไม่มาดองคือได้บานตะนาเลงนั่นน่ะชายเตใบบนเนี่ยบองโอนบบัวเนี่ยตัวเหี่ยวเลียนี่ไอหาเลียนี่คือเลียสมอแต่ตายยมมาดังทาชมุปัดเวียนั่นคือแกหาวทำไม่เตผู้ตามไปตุยดาวทมมากคือยมลือแต่จ้านั่งเนี่ยนั่งหาวทาจะจ่ายจังไอเนี่ยหาแล้วยังมาเมื่อดำนาบซอมเปรนตัวเหี่ยวเลียนั่งตั้งออกเนี่ยchỗ vậy nằm trong liền vậy vậy bây giờ thằng đây mày chỉ bay chỉ buồn không mọi người nói xem có băng bỏ xem បន្ទាប់ពីជីការចុះកាច់ឡើងឥឡូវយើងបានមកដល់ទីតាំងរាវលីហើយកន្លែងហ្នឹងនិយាយពីថាសបោដាំដូងណាជុំវិញហ្នឹងគឺសិតតែដាំដូងហ្មងហើយឥឡូវយើងបានមកដល់ហើយយើងមើលទស្សនភាពនៅកន្លែងហ្នឹងតិចទៅអត់មានអីច្រើនទេក្រៅពីទូកដាំដូងដាំឈើហ្នឹងឯងហើយកន្លែងនេះបងអូនខ្ញុំអង្គុយងើបចេញដោយសារតែផ្លែដូងធ្លាក់មកហើយកន្លែងនេះវិញគឺទូកអ្នកភូមិនៅហ្នឹងជាមួយនឹងដាំដូងនៅមាត់ឆ្នេរហ្នឹងនិយាយទៅមិនមែនដាំពីដើមទេគឺលក្ខណៈថាជាជួរហ្មងហើយបន្ទាប់ពីយើងមើលទេសភាពហើយឥឡូវយើងដល់មកនាំគ្នារៀបចំខ្លួនចង់សាក់ចង់អីដើម្បីចុះទៅរាវលះហើយអ្នកដែលសប្បាយជាងគេហ្នឹងគឺក្មេងៗក្មួយហើយនឹងកូនខ្ញុំហ្មងនិយាយទៅមិនថាកូនគេកូនខ្ញុំទេអារឿងលេងទឹកហ្នឹងមួយគឺថាចូលចិត្តណាស់ហើយឥឡូវយើងដល់មករាវលះហើយនិយាយទៅអត់មានអីពិបាកទេគ្រាន់តែទឹកអាឡូកអាឡូឆាឡើងលើហ្នឹងគឺយើងអាចរើសបានហើយសារហ្នឹងនៅកន្លែងហ្នឹងវាសបោអញ្ចឹងគ្រាន់តែទឹកអាឡូកឆាឡើងមកគឺយើងអាចរើសបានហ្មងហើយបើមិនអញ្ចឹងទេយើងគ្រាន់តែកាយដីខ្សាច់ហ្នឹងតិចទៅគឺវាកប់នៅក្នុងដីហ្នឹងហើយយើងយកតែដៃរាវនៅក្នុងដីខ្សាច់ហ្នឹងទៅក៏ប៉ះវាដែរហើយអ្នកឃើញអត់និយាយទៅវាមានគ្រប់ពណ៌ហ្មងពណ៌លឿងពណ៌សពណ៌ក្រហមពណ៌ត្នោតពណ៌អីហ្នឹងគឺច្រើនពណ៌ណាអាលៀសហ្នឹងគឺមានពណ៌ស្អាតហ្មងណាហើយឲ្យតែខ្ញុំមកផ្ទះម្ដងបងប្អូនខ្ញុំដឹងតែជួនខ្ញុំមករាវលៀសនៅកន្លែងហ្នឹងហើយអត់ដែលខានទេនិយាយទៅបានសុបាយទាំងកូនបានសុបាយទាំងម៉ែហ្មងហើយមិនមែនសុបាយតែម៉ែទេសុបាយទាំងឪទៀតពួកប្អូនខ្ញុំជូនមកណាមិនមែនជូនមកតែឲ្យតែខ្ញុំលេងរាវលៀសហ្នឹងទេគឺវាបានស្ទួយត្រីដែរស្ទួយត្រីជាមួយនឹងប្តីខ្ញុំហើយនឹងប្អូនថ្លៃខ្ញុំម្នាក់ទៀតណានិយាយទៅគឺអត់ឲ្យចាញ់គ្នាទេនេះខាងនេះនិយាយទៅមកតែមួយកន្លែងនេះសុបាយបានទាំងអស់គ្នាអត់ឲ្យចាញ់គ្នាទេសบายទាំងម៉ែសบายទាំងឪសบายទាំងកូនម៉ែនាំគ្នារាវលះកូននាំគ្នាលេងទឹកហើយចំណែកឪនាំគ្នាស្ទួយត្រីគឺមិនឲ្យចាញ់គ្នាហ្មងហើយកន្លែងនេះគឺបងអូនខ្ញុំស្ទួយបានថៃដៃមួយថៃដៃនេះគឺដៃសមុទ្រមិនមែនដៃសាយដៃតលេអីទេដៃសមុទ្រខុសពីដៃទឹកសាបគឺវាមានថ្មង3ថ្មងនៅពីលើមួយទៀតហើយបើបានមុតវិញក៏ចុកញាក់ដែរហើយនេះថៃនេះមិនដឹងថៃស្អីទេស្ទួយបានមួយដែរនេះបន្ទាប់ពីស្ទួយថៃឥឡូវយើងមករាវលះតដើម្បីយកទៅផ្ទះទុកធ្វើម្ហូបអារឿងហូបហ្នឹងគឺមិនប្រមាណតែសំខាន់អានៅកន្លែងនេះកាយកោះនេះញៀនមួយហើយមួយទៀតអត់ចង់ទៅផ្ទះវិញទេនឹងអង្គុយត្រាំ2 3ម៉ោងហ្នឹងចុកចកេះចុកខ្នងមិនក៏ធំដែរនិយាយទៅមកពីផ្ទះតាំងពីម៉ោង2រហូតនៅដល់ម៉ោង5ម៉ោង6បានទៅផ្ទះវិញនិយាយទៅអត់មានលូចុកចកេះចុកខ្នងទេហើយនេះសមិទ្ធផលមកដល់ផ្ទះវិញគឺបានឡើង75គីឡូហើយយើងចាក់ប៉ុណ្នេះមកដើម្បីត្រាំទឹកលាងឲ្យវាចេញដីទៅយកមកឆាមកផ្ទះមកទុកចែកគ្នាញ៉ាំអត់មានអីច្រើនទេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាយ